តែជាការមើលឃើញនោះទេពួកគេបានដេញតាមមនុស្សយ៉ាងសកម្មយោងតាមសាក្សីភ្លើងទាំងនោះបានបាញ់កាំរស្មីដែលបណ្ដាលឲ្យមានការរលាកភាពទប់ព្រួយនិងការអស់កម្លាំងស្ទើរតែរាល់យប់ពួកគេបានត្រឡប់មកវិញដោយបង្ខំឲ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះបន្ទាប់ពីថ្ងៃលិចអ្នកខ្លះចាប់ផ្ដើមដេកជាក្រុមឬប្រដាប់ដោយអាវុធដោយជឿថាពួកគេត្រូវបានវាយប្រហារពន្លឺអាតកំបាំងខណៈពេលដែលការភ័យខ្លាចកំពុងកើនឡើងអាជ្ញាធរបានសម្រេចចិត្តចូលខ្លួនអាកាសចរប្រេស៊ីលបានចាប់ផ្ដើមការស៊ើបអង្កេតដោយមានឈ្មោះកូដថា Operator បុគ្គលិកយោធាបានមកដល់ដោយបំពាក់កាមេរ៉ាប្រព័ន្ធរ៉ាដានិងអាវុធបានសម្រេចចិត្តស្វែងរកការពិតអស់រយៈពេលជាច្រើនសប្តាហ៍ដែលពួកគេបានឃើញផ្ទាល់ភ្នែកអំពីការពន្យល់មិនបានដែលពន្លឺទាំងនេះបានធ្វើសម្យុទ្ធមិនអាចទៅរួចដោយដឹកនាំកាំរស្មីឆ្ពោះទៅរកជនស៊ីវិលមន្ត្រីបានកត់ត្រាអំពីបាតុភូតនេះតាមរយៈរូបថតនិងសក្ខីកម្មប៉ុន្តែពួកគេមិនអាចកំណត់ប្រភពដើមរបស់វាបានទេប៉ុន្មានខែក្រោយមកពន្លឺចម្លែកបានឈប់រំខានអ្នកស្រុកនៃកោះនេះរបាយការណ៍ផ្លូវការនៃការងារនេះត្រូវបានចាត់ថ្នាក់ហើយនៅតែជាអាថ៌កំបាំងអស់ជាច្រើនឆ្នាំប៉ុន្មានទសវត្សរ៍ក្រោយមកឯកសារមួយចំនួនពីប្រតិបត្តិការប្រាថូត្រូវបានដកហូតប្រធានក្រុម Ivan Hollander បាននិយាយថាគាត់បានសង្កេតឃើញដោយផ្ទាល់វត្ថុភ្លឺចាំងដែលធ្វើសម្យុទ្ធដែលបង្ហាញពីការគ្រប់គ្រងដ៏ឆ្លាតវៃឧបត្តិហេតុបុរាណរបស់ជប៉ុននៅឆ្នាំ1803ឆ្នេរសមុទ្រហ៊ីតាឈីនៅប្រទេសជប៉ុនក្រុមអ្នកនេសាទបានរកឃើញកប៉ាល់អាថ៌កំបាំងមួយដែលអណ្តែតលើសមុទ្រពួកគេបានហៅវាថា Itsurobin ឬប៉ាល់ប្រហោងវាមានរាងជារង្វង់ជាមួយបង្អួចកញ្ចក់និងផ្ទាំងដែកអ្នកខ្លះគិតថារូបភាពគំនូរនៃទសវត្សរ៍ឆ្នាំ1840នៃឆ្នាំ1800បង្ហាញនិមិត្តសញ្ញាដែលស្រដៀងគ្នាទៅនឹងអ្វីដែលបានឃើញនៅក្នុងឧបត្តិហេតុព្រៃ Rendlesham ខណៈពេលដែលពួកគេខិតជិតមកដល់ពួកគេបានរកឃើញស្ត្រីម្នាក់នៅខាងក្នុងស្លៀកសម្លៀកបំពាក់ចម្លែកហើយកាន់ប្រអប់មួយក្នុងដៃដែលនាងបដិសេធមិនឲ្យអ្នកណាប៉ះអ្នកនេសាទព្យាយាមតាក់ទងគ្នាប៉ុន្តែនាងមិនបាននិយាយភាសាជប៉ុនទេអ្នកប្រវត្តិសាស្ត្រជប៉ុនចាត់ទុករឿងនេះជាផ្នែកមួយនៃរឿងព្រេងក្នុងស្រុកប៉ុន្តែអ្នកជំនាញខាង UFO ខ្លះនិយាយវាអាចជាការជួបជាមួយមនុស្សភពក្រៅនិងអាថ៌កំបាំងរបស់វារូបថត UFO របស់ Scott Laneនៅខែសីហាឆ្នាំ1990រឿងមិនធម្មតាមួយបានកើតឡើងនៅជិតទីក្រុង Cavan ក្នុងប្រទេស Scotland គ្រីស្បរិស័ទដែលកំពុងធ្វើដំណើរកាត់ភ្នំបានប្រទះឃើញវត្ថុចម្លែកមួយនៅលើមេឃវាគឺជាអាថ៌កំបាំងដ៏ធំសម្បើមមួយដែលមានរាងជាពេជ្រដែលត្រូវផ្លាស់ទីក្នុងភាពស្ងៀមស្ងាត់ទាំងស្រុងដោយមានការភ្ញាក់ផ្អើលពួកគេបានថតរូបវត្ថុនោះភ្លាមចំនួន2សន្លឹក
រដ្ឋមន្ត្រីបានមើលដោយមិនជឿថាយន្តហោះយោធាមួយគ្រឿងកំពុងខិតជិតកន្លែងកើតហេតុកប៉ាល់នៅស្ងៀមអស់ប៉ុន្មាននាទីមុននឹងឡើងយ៉ាងលឿនហើយបាត់ខ្លួនបុរសទាំងនោះបានប្រគល់រូបថតរបស់ពួកគេទៅឲ្យកាសែតក្នុងស្រុកមួយដែលបន្ទាប់មកបុគ្គលិកនៃក្រសួងការពារជាតិទោះជាយ៉ាងណាក៏ដោយរូបភាពមិនត្រូវបានចេញផ្សាយជាផ្លូវការទេហើយត្រូវបានចាត់ថ្នាក់អស់ជាច្រើនឆ្នាំក្នុងឆ្នាំ2022រូបថតមួយត្រូវបានបង្ហាញជាចុងក្រោយដោយបង្ហាញវត្ថុក្នុងលម្អិតសំខាន់បានពិពណ៌នាថាជារូបថត EFO ច្បាស់បំផុតនិងគួរឲ្យទុកចិត្តបំផុតដែលមិនធ្លាប់មានរូបភាពដែលផ្ដល់ដោយ Craig Lindsay គឺជាច្បាប់ចម្លងត្រឹមត្រូវនៃរូបថតដើមដែលបានវិភាគដោយក្រសួងការពារជាតិនៃចក្រភពអង់គ្លេសក្នុងឆ្នាំ1990អត់មានភស្តុតាងនៃការកែប្រែត្រូវបានរកឃើញនៅក្នុងរូបថតឬការបោះពុម្ពការស្រាវជ្រាវលើ UFO នៅក្នុងប្រទេសប៉េរូក្នុងឆ្នាំ1980ក្បែរ Arequipa នៅក្នុងប្រទេសប៉េរូនៅឯមូលដ្ឋានទ័ពអាកាស La Joya វត្ថុហោះដែលមិនអាចកំណត់អត្តសញ្ញាណមួយត្រូវបានគេរកឃើញនៅប្រហែលឆ្នាំ1800គ្រីស្ទបរិស័ទបានជួយនាវាមួយដែលមើលទៅដូចជាស្វែដែលផ្លាស់ទីនៅលើមេឃដោយជឿថាវាជាបច្ចេកវិទ្យាចារកម្មមន្ត្រីបញ្ជាការបានបញ្ជាឲ្យយន្តហោះចម្បាំង Savoy Su-22 ចេញដំណើរនិងស្ទាក់ចាប់អ្នកបើកយន្តហោះ Oscar Santa Maria ខ្ញុំបានឃើញវត្ថុនោះនៅលើមេឃមើលទៅដូចជាប៉េងប៉ោងដ៏ក្តៅប៉ុន្តែអ្វីមួយត្រូវបានគេវាជាកប៉ាល់មូលប្រាក់ដែលមានដំបូលថ្លាពីលើដោយគ្មានបង្អួចឬប្រព័ន្ធជំរុញដែលអាចមើលឃើញខណៈដែលយន្តហោះខិតជិតមកដល់អ្នកបើកយន្តហោះបានបាញ់គ្រាប់ចំនួន64គ្រាប់ប៉ុន្តែយន្តហោះមិនបង្ហាញសញ្ញានៃការខូចខាតអ្វីឡើយយោងតាមកណនីរបស់គាត់ជឿជាក់ថាកាំជ្រួចមួយចំនួនបានវាយចំគោលដៅប៉ុន្តែវាហាក់ដូចជាត្រូវបានស្រូបយកដោយស្វែ UFO បានផ្លាស់ទីដោយភាពរហ័សរហួនមិនគួរឲ្យជឿផ្លាស់ប្ដូរទីដៅនិងកម្ពស់យ៉ាងឆាប់រហ័សដោយវាដាច់យន្តហោះចម្បាំងអស់រយៈពេល22នាទីគាត់បានព្យាយាមដេញតាមវត្ថុនោះប៉ុន្តែភ្លាមនោះវាក៏បានបង្កើនល្បឿនឡើងលើហើយបាត់ខ្លួននៅលើមេឃសូម្បីតែសប្តាហ៍ថ្ងៃនេះវានៅតែជាផ្នែកមួយនៃកម្រមានករណីដែលអ្នកបើកយន្តហោះជាមនុស្សបាញ់ទៅលើ UFO UFO នៅទីក្រុង Washington សម្រាប់រយៈពេល2សប្តាហ៍ជាប់គ្នាទីក្រុង Washington បានឃើញការមើលឃើញ UFO ជាបន្តបន្ទាប់ដែលបង្កឲ្យមានភាពចម្រូងចម្រាសនិងការភ័យខ្លាចនៅយប់ថ្ងៃទី19ខែកក្កដាឆ្នាំ1952មេឃខាងលើរដ្ឋធានីអាមេរិកគឺច្បាស់អេក្រង់រ៉ាដានៃអាកាសយានដ្ឋានជាតិ Washington និងមូលដ្ឋានទ័ពអាកាស Andrews បានចាប់ផ្ដើមដើម្បីរកឃើញវត្ថុមិនស្គាល់អត្តសញ្ញាណជាច្រើនទៀតពួកគេបានលេចចេញហើយបាត់ទៅវិញដោយមិនទៀងទាត់កំពុងផ្លាស់ទីក្នុងល្បឿនដ៏អស្ចារ្យដោយគ្មានលំនាំដែលអាចយល់បាន
អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដែលតក់ស្លុតបានព្យាយាមតាក់ទងប៉ុន្តែមិនបានទទួលការឆ្លើយតបបាតុភូតនេះបានបន្តរហូតដល់ម៉ោងដំបូងជាមួយអ្នកបើកយន្តហោះពាណិជ្ជកម្មមួយចំនួនដែលបានរាយការណ៍ពីពន្លឺដែលធ្វើសម្យុទ្ធមិនធម្មតាការភ័យស្លន់ស្លោចាប់ផ្ដើមរីករាលដាលនៅពេលដែលព័ត៌មាននៃការមើលឃើញបានទៅដល់ប្រព័ន្ធផ្សព្វផ្សាយទីក្រុងហាក់ដូចជាស្ថិតនៅក្រោមទម្រង់នៃការឃ្លាំមើលក្រៅភពនៅថ្ងៃទី26ខែកក្កដាពន្លឺបានត្រឡប់មកវិញនៅពេលនេះក្នុងចំនួនកាន់តែច្រើននៅពេលនោះកងទ័ពអាកាសបានសម្រេចចិត្តធ្វើអន្តរាគមន៍ដោយបំបែកពីរយន្តហោះ94 Starfire ដើម្បីស្ទាក់ចាប់វត្ថុខណៈពេលដែលអ្នកបើកយន្តហោះកំពុងចូលទៅជិតពួកគេបានឃើញពន្លឺនៃពន្លឺប៉ុន្តែរាល់ពេលដែលពួកគេព្យាយាមបិទ EFO ពួកគេបានបាត់ខ្លួនក្នុងល្បឿនមិនគួរឲ្យជឿដើម្បីធានាដល់សាធារណជនកងទ័ពអាកាសបានធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី29ខែកក្កដាឧត្តមសេនីយ៍ John Samford នាយកស៊ើបការបានអះអាងថាវត្ថុដែលរាវរកដោយរ៉ាដាគឺជាកំហុសរំខានតាមអាកាសឬបាតុភូតអគ្គិសនីឧបទ្ទវហេតុ Roswell នៅក្នុងខែកក្កដាឆ្នាំ1947រឿងមិនធម្មតាមួយបានកើតឡើងនៅលើវាលទំនាបនៃ New Mexico ក្នុងសហរដ្ឋអាមេរិកកសិករម្នាក់ឈ្មោះ Mike Brazel បានរកឃើញនៅលើកាកសំណល់ចម្លែកនៅលើអចលនទ្រព្យរបស់គាត់នៅ Corona ក្បែរទីក្រុង Roswell កំទេចកំទីរួមមានសន្លឹកដែកកំទេចកំទីកៅស៊ូនិងបំណែកតូចមិនដូចអ្វីដែលគាត់ធ្លាប់ឃើញពីមុនមក Curious Brazel បាននាំយកបំណែកពីរបីនៅការិយាល័យរបស់មេបញ្ជាការដែលបន្ទាប់មកបានតាក់ទងមូលដ្ឋានទ័ពអាកាសកងទ័ពជើងគោកនៅក្បែរនោះមន្ត្រីស៊ើបការសម្ងាត់ពីមូលដ្ឋានមេទ័ព Jess Marcel ត្រូវបានបញ្ជូនទៅស៊ើបអង្កេតទីតាំងនោះនៅថ្ងៃទី8ខែកក្កដាឆ្នាំ1947សេចក្តីថ្លែងការណ៍សារព័ត៌មានយោធាបានប្រកាសថាថាសហោះមួយត្រូវបានគេរកឃើញយ៉ាងណាក៏ដោយថ្ងៃបន្ទាប់រឿងបានផ្លាស់ប្ដូរឥឡូវនេះវាបាននិយាយថាសំណល់បានមកពីប៉េងប៉ោងទុននិយមលោកឧត្តមសេនីយ៍ Jess Marcel បន្ទាប់មកបានបង្ហាញសារព័ត៌មានមួយចំនួនដែលមើលទៅហាក់ដូចជាធម្មតាហើយមិនមានប្រភពដើមក្រៅភពទេបន្ទាប់ពីការពន្យល់ជាផ្លូវការករណី Roswell បានបាត់ពីការចងចាំរបស់សាធារណៈគ្រាន់តែលេចឡើងវិញនៅឆ្នាំ1978អ្នកស្រាវជ្រាវ Stanton Friedman បានធ្វើបទសម្ភាសន៍លោក Marcel May ដែលបានអះអាងថាកាកសំណល់ទាំងនោះជាជនបរទេសហើយរដ្ឋាភិបាលបានបិទបាំងពួកគេ You describe new foggy dimetal kasai scruff facialmente maternus forma originally quinu few publicachu. Enidopus figu Jess Marcel Jerdisi says Patriciava mustrechu. Le resti extraterrestre per nu pisu similistrani. ន
នៅទសវត្សរ៍ឆ្នាំ80សាកសីថ្មីបានលេចមុខដែលអះអាងថាសាកសពមនុស្សភពក្រៅក៏ត្រូវបានគេរកឃើញដែរនៅឆ្នាំ1989 Glenn Dennis ដែលជាបុគ្គលិកនៅឯកន្លែងបញ្ចុះសពនៅ Roswell បាននិយាយថាយោធាបានទូរស័ព្ទមកគាត់ដើម្បីសុំទិញមឈូសតូចនិងបិទជិតនៅទសវត្សរ៍ឆ្នាំ90មានសាកសីផ្សេងទៀតដែលបាននិយាយថាពួកគេបានឃើញសាកសពមនុស្សភពក្រៅនៅក្នុងឃ្លាំងឬនៅក្នុងឡានយោធាក្នុងឆ្នាំ1994កងទ័ពអាកាសអាមេរិកបានបោះពុម្ពផ្សាយរបាយការណ៍ដែលបញ្ជាក់ថាសំណល់គឺជាផ្នែកមួយនៃ Project Mogul ដែលជាកម្មវិធីប៉េងប៉ោងដែលបានចាត់ថ្នាក់នៅឆ្នាំ1997របាយការណ៍ទី2បានច្រានចោលសេចក្តីថ្លែងការណ៍របស់សាកសពជនបរទេសដោយពន្យល់ថាតួលេខដែលមនុស្សបានឃើញគឺពិតជាតុក្កតាសាកល្បងដែលប្រើក្នុងការពិសោធន៍លោតឆាត់យ៉ងករណីរបស់ Lonnie Zamora នៅថ្ងៃទី24ខែមេសាឆ្នាំ1964នៅ Socorro នៅមិចស៊ីកថ្មីមន្ត្រីប៉ូលីសលោក Lonnie Zamora កំពុងល្បាតតាមដងផ្លូវនៅចុងរសៀលភ្លាមនោះមានសំឡេងក្រហមយ៉ាងខ្លាំងនិងពន្លឺភ្លឺចែងចាំងនៅលើមេឃបានទាក់ទាញចំណាប់អារម្មណ៍របស់គាត់ដោយជឿថាវាជាការផ្ទុះឬគ្រោះថ្នាក់ចរាចរណ៍ Zamora បានបើកឡានឆ្ពោះទៅរកប្រភពសំឡេងដឹកនាំឆ្ពោះទៅតំបន់ដាច់ស្រយាលនៃវាលខ្សាច់នៅពេលដែលគាត់មកដល់គាត់មានការភ្ញាក់ផ្អើលមួយនាវាដែកមួយរាងដូចស៊ុតកំពុងសម្រាកនៅលើដីដោយមានតួលេខមនុស្ស2នាក់នៅក្បែរនោះសត្វទាំងនោះមានទំហំតូចស្លៀកពាក់ខោអាវភ្លឺចែងចាំងZamora ភ្ញាក់ផ្អើលពេលឃើញពួកគេចូលទៅក្នុងកប៉ាល់យ៉ាងប្រញាប់ហើយបាត់ខ្លួននៅខាងក្នុងមិនយូរប៉ុន្មានផ្គរលាន់ក៏ផ្ទុះឡើងខណៈកប៉ាល់ចាប់ផ្ដើមឡើងលើអណ្ដាតភ្លើងពណ៌ខៀវបានបាញ់ចេញពីក្រោមមកមុននឹងបង្កើនល្បឿនហើយបាត់ពីការមើលឃើញអ្នកស៊ើបអង្កេតកងទ័ពអាកាសនិងគម្រោងសៀវភៅខៀវបានពិនិត្យទីតាំងនោះប៉ុន្តែមិនអាចផ្ដល់ការពន្យល់ច្បាស់លាស់បានទេការចាប់ជំរិត Pascagoula នៅថ្ងៃទី11ខែតុលាឆ្នាំ1973នៅក្នុងភាពស្ងប់ស្ងាត់ទីក្រុង Pascagoula ក្នុងរដ្ឋ Mississippi ជាកន្លែងដែលព្រឹត្តិការណ៍មួយបានកើតឡើងដែលបានបន្សល់ទុកនូវស្លាកស្នាមយូរអង្វែងនៅក្នុងជីវិតរបស់បុរស2នាក់វាជាយប់ដ៏ភ្លឺច្បាស់មួយនៅពេលដែល Charles Hickson និង Calvin Parker ដែលជាកម្មករ2នាក់មកពីកន្លែងផលិតឧបករណ៍បានសម្រេចចិត្តទៅនេសាទនៅជុំវិញទន្លេ Pascagoula នៅពាក់កណ្ដាលអាធ្រាត្រពន្លឺពណ៌ខៀវភ្លឺចែងចាំងមួយបានលេចឡើងនៅលើមេឃដែលកំពុងតែបង្កើនល្បឿនឆ្ពោះទៅរកពួកគេត្រជាក់រហូតដល់ស្រពន់ពួកគេបានមើលយានអវកាសរាងអេលីបមួយចុះមកក្នុងមួយរំពេចអ្វីបានប្រែដីគោកឬរយៈពេលប៉ុន្មានដែលបានកន្លងផុតទៅភ្លើងដែលពួកគេទុកឲ្យឆេះ
ត្រូវបានកាត់បន្ថយទៅជាផេះដែលធ្វើឲ្យអ្នកគិតថាពេលវេលាបានកន្លងផុតទៅយូរជាងអ្វីដែលពួកគេចងចាំនៅពេលដែលឆ្នាំកន្លងផុតទៅម្នាក់ចាប់ផ្ដើមជួបប្រទះនឹងសុបិនដដែលថាជួលេកាជួដដែល not in Sony Recorder Di seri state portati a bordo di nimbaresioni sageti e semi medici de seri humanity. Finit 1988 lai 4 cercaru 80 professionally. សូមប្រើការធ្វើពុតជា hypnotism ដើម្បី